នៅពេលដែលបងអូនឃើញអក្សរ x y z នៅក្នុងក្រណាត់វិទ្យាបងអូនគិតដល់ណាគេមុនគេហើយមនុស្សដែលបងប្អូនគួរតែគិតមុនគេនោះគឺជាបុរសម្នាក់ដែលគាត់មានឈ្មោះថា Al-Khwarizmi ហើយឈ្មោះរបស់គាត់ពេញគឺ Muhammad Ibn Musa Al-Khwarizmi គាត់គឺជាគណិតវិទូតារាវិទូអ្នកបង្កើតផែនទីគាត់គឺរស់នៅក្នុង Baghdad នៅក្នុងពេលវេលាមួយដែលគេហៅថា 9th century ឬក៏ the golden age of Islam ហើយគាត់គឺជាបិតាវិទូមួយដែលជាអ្នកបង្កើតរបស់ដែលសំខាន់បំផុតហ្មងគឺ algebra ហើយនិងមួយទៀតគឺ algorithm algebra គឺត្រូវបានគេប្រើប្រាស់នៅពេលដែលគណិតវិទ្យាមួយគឺត្រូវការចម្លើយនោះគឺគេចំនួនដោយអក្សរអីមួយហើយអក្សរដែលគេនិយមប្រើនោះគឺ x y ហើយនិង z វាជួយគណិតវិទ្យាបានច្រើនខ្លាំងមែនទែនហ្មងហើយវាគឺពិតជាសំខាន់ខ្លាំងនៅក្នុងគណិតវិទ្យារបស់យើងហើយចំពោះ algorithm វិញគឺជា foundation របស់ modern computer science ហើយវាគឺជា foundation មួយសំខាន់ខ្លាំងមែនទែនហ្មងដែលបង្កើតឲ្យអ្នកវិទ្យាសាស្ត្រយើងយកអានឹងយកទៅធ្វើអីតទៀតសម្រាប់បង្កើតបានជាទូរស័ព្ទឬក៏ computer ដែលយើងប្រើប្រាស់សប្តាហ៍ហ្នឹងទាំងដែលនៅជំនាន់ហ្នឹងគឺអត់ទាន់មាន computer សោះអញ្ចឹងរាល់ពេលដែលយើងចាប់កាន់ទូរស័ព្ទឬក៏ computer អីមួយយើងគួរតែគិតដល់គាត់ដែលគាត់គឺជាអ្នកវិទ្យាសាស្ត្រមួយដែលជួយឲ្យយើងបានរបបផលភះមករាល់ថ្ងៃនេះជំនួយនៅក្នុងការសិក្សាស្រាវជ្រាវបន្តទៀតចំពោះអ្នកវិទ្យាសាស្ត្រថ្មី